ជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីទាំងអស់គ្នាខ្ញុំបានខានធ្វើព័ត៌មានជូនបងប្អូនសម្រាប់ជាច្រើនថ្ងៃមកហើយថ្ងៃនេះខ្ញុំបាទសូមលំអរកាយដើម្បីអានព័ត៌មានជូនបងប្អូនសាជាថ្មីទាំងអស់គ្នាកុំឲ្យខាតពេលឥឡូវយើងទៅតាមដានព័ត៌មានមួយដែលខ្ញុំបានដកស្រង់ចេញពីភ្នំពេញប៉ុស្តិ៍បាទឥឡូវនេះគឺអ្នកវិភាគបានដាក់ចំណងជើងថាកម្ពុជាប្រឆាំងនឹងផែនការឈរជើងរបស់ទាហានថៃលើទឹកដីកម្ពុជាយ៉ាងហោចណាស់1ឆ្នាំនេះគឺជារូបទាហានថៃដែលបានឈរជើងនៅខេត្តបន្ទាយមានជ័យនៅមុខអគារបឹងត្រកួនបាទអ្នកវិភាគបានជំរុញឲ្យរដ្ឋាភិបាលថៃបញ្ឈប់ជាបន្ទាន់នូវរាល់វិធានការដែលអាចពង្រឹងការគ្រប់គ្រងទឹកដីដោយខុសច្បាប់និងជៀសវាងការបង្កើតអង្គហេតុដែលសម្រេចរួចហើយដែលមិនអាចកែប្រែនៅនឹងកន្លែងពួកគេបានជំរុញឲ្យប្រទេសថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូប្រកបដោយសុឆន្ទៈលោករតន៍សន្តិភាពអ្នកវិភាគភូមិសាស្ត្រនយោបាយដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញមានជំនឿថាទាំងប្រទេសថៃនិងកម្ពុជាគួរតែដោះស្រាយរាល់បញ្ហាដែលនៅសេសសល់តាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនិងយន្តការទ្វេភាគីដែលបានឯកភាពគ្នាដោយអនុលោមយ៉ាងម៉ឺងម៉ាត់ទៅតាមច្បាប់អន្តរជាតិការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថៃលោកណាតាផុនណាក់ផានិតបានប្រកាសនៅថ្ងៃទី9ខែមករាអំពីផែនការ5ចំណុចរបស់ថៃក្នុងការកាន់កាប់ទឹកដីកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេបន្ទាប់ពីបទចុះបាញ់ថ្ងៃទី27ខែធ្នូលោកយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃលោកណាផានិតបានអះអាងថាប្រទេសថៃនឹងរក្សាទីតាំងរបស់ពួកគេយ៉ាងហោចណាស់1ឆ្នាំពួកគេមានបំណងធ្វើរបងអេឡិចត្រូនិកនិងកាមេរ៉ាសុវត្ថិភាព CCTV នៅតំបន់មួយចំនួនសាងសង់របងរឹងមាំនៅកន្លែងផ្សេងទៀតបើកតំបន់ដែលធ្លាប់ជាតំបន់ហាមឃាត់មួយចំនួនសម្រាប់អតីតយុទ្ធជនធ្វើកសិកម្មនិងកំពុងពិចារណាអភិវឌ្ឍទីតាំងមួយចំនួនជាតំបន់ទេសចរណ៍លោកសន្តិភាពបានចាត់ទុកផែនការទាំងនេះថាមិនអាចទទួលយកបានឡើយហើយជឿថាវាជាសញ្ញាបង្ហាញពីចេតនាក្នុងការរក្សានិងធ្វើឲ្យការគ្រប់គ្រងទឹកដីកម្ពុជាឲ្យคล้ายទៅជារឿងស្របច្បាប់ឬជាស្ថានភាពធម្មតាថ្មីលោកបានលើកឡើងថាទង្វើបែបនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាដែលកើតចេញពីវត្តមានខុសច្បាប់និងការកាន់កាប់បន្តដោយកងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុងលោកបានបន្ថែមថាតំបន់ដែលមានវត្តមានយោធាថៃត្រូវតែជាកន្លែងដែលបានកំណត់ព្រំដែនយ៉ាងច្បាស់លាស់ដោយផែនទីខ្នាតមួយលើ200,000ដែលផលិតដោយគណៈកម្មការចម្រុះបារាំងសៀមស្របតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ដែលជាលិខិតតុប្បករគតិយុត្តជាគោលគ្រប់គ្រងព្រំដែនគោកសីមារវាងរដ្ឋទាំងពីរលោកបានលើកឡើងថាច្បាប់អន្តរជាតិហាមឃាត់ការទទួលបានទឹកដីតាមរយៈការប្រើប្រាស់កម្លាំងដោយដែលមានចែងក្នុងមាត្រា4មាត្រា2នៃធម្មនុញ្ញអង្គការសហប្រជាជាតិលោកបានចាត់លោកបានកត់សម្គាល់ថាគ្មានការយករឿងសន្តិភាពសន្តិសុខភ
ភាពចាំបាច់ផ្នែករដ្ឋបាលឬគ្រប់គ្រងជាក់ស្ដែងណាមួយមកធ្វើជាលេសគ្រប់គ្រងទឹកដីដែលទទួលបានតាមរយៈមធ្យោបាយបង្ខិតបង្ខំហើយធ្វើឲ្យវាคล้ายទៅជារឿងស្របច្បាប់បានឡើយវិធានការបង្កើតអ្វីមួយដែលមានលក្ខណៈរូបវន្តស៊ីវិលឬសេដ្ឋកិច្ចជាអចិន្ត្រៃយ៍ដែលធ្វើឡើងនៅក្នុងទឹកដីរបស់រដ្ឋមួយផ្សេងទៀតគឺគ្មានអានុភាពផ្លូវច្បាប់និងមិនអាចផ្ដល់អធិបតេយ្យភាពឬកម្មសិទ្ធិស្របច្បាប់បានឡើយលោកបានបញ្យល់ថាសកម្មភាពបែបនេះមិនស្របទៅនឹងក្របខ័ណ្ឌនៃបទច្បាញ់ការកាត់បន្ថយភាពតានតឹងការអត់ធ្មត់និងការរក្សាស្ថានភាពដើមរង់ចាំដំណោះស្រាយដល់សន្តិវិធីនៃបញ្ហាដែលនៅសេសសល់សកម្មភាពដែលពង្រឹងការគ្រប់គ្រងជាអចិន្ត្រៃយ៍ឬបង្កើតអង្គហេតុដែលសម្រេចរួចហើយនៅនឹងកន្លែងគឺផ្ទុយទៅនឹងវត្ថុបំណងនិងគោលបំណងនៃសេចក្តីថ្លែងការណ៍រួមលោកបន្ថែមទៀតថាវាពិតជាចាំបាច់ណាស់ក្នុងការជៀសវាងការលើកឡើងជាមតិណាមួយដែលបញ្ជាក់ថាទឹកដីកម្ពុជាអាចត្រូវបានយកមកវិញកាន់កាប់ឬរក្សាទុកតាមរយៈការប្រើកម្លាំងឬការបង្ខិតបង្ខំព្រោះការអះអាងបែបនេះគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិនិងមិនអាចបង្កើតផលផ្លូវច្បាប់បានឡើយយោងតាមសេចក្តីថ្លែងការណ៍នាពេលថ្មីពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតំបន់ដែលយោធាថៃគ្រប់គ្រងគឺស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងច្បាស់លាស់នៅក្នុងខេត្តចំនួន4នៅក្នុងខេត្តបន្ទាយមានជ័យពួកគេកាន់កាប់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យក៏ដូចជាតំបន់បឹងត្រកួននៅក្នុងខេត្តពោធិ៍សាត់គឺតំបន់ភ្លុកដំរីនិងតំបន់ច្រកទ្វារអន្តរជាតិថ្មដាច្រកជ័យជំនះនៅក្នុងខេត្តព្រះវិហារគឺតំបន់អានសេះតំបន់ផាតថៅនិងតំបន់ភ្នំទ្រាប់នៅក្នុងខេត្តឧត្តរមានជ័យគឺតំបន់អូស្មាច់ប្រាសាទខ្នារប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះលោកគិនភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថាផែនការរបស់ថៃក្នុងការរក្សាកងទ័ពរបស់ពួកគេរយៈពេល1ឆ្នាំបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងឈរជើងដោយខុសច្បាប់លើទឹកដីកម្ពុជាពាក់ព័ន្ធនឹងការដំឡើងកាមេរ៉ាសុវត្ថិភាព CCTV ការសាងសង់របងរឹងមាំឬការផ្ដល់ដីឲ្យអតីតយុទ្ធជនថៃធ្វើកសិកម្មលោកគិនភាបានលើកឡើងថាប្រទេសថៃអាចធ្វើបានតែនៅក្នុងទឹកដីរបស់ខ្លួនដែលអន្តរជាតិទទួលស្គាល់ឬទីតាំងដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នារួចហើយប៉ុណ្ណោះមិនមែននៅកន្លែងដែលពួកគេបានគូសផែនទីឡើងដោយឯកតោភាគីនិងតាមរយៈការប្រើប្រាស់កម្លាំងនោះទេលោកបន្ថែមថាវាដូចគ្នាដែរសម្រាប់ទីតាំងដែលពួកគេចង់កែប្រែក្លាយទៅជាតំបន់ទេសចរណ៍កន្លែងណាក៏ដោយដែលថៃចង់អភិវឌ្ឍពួកគេអាចធ្វើបានតារាណាវានៅក្នុងទឹកដីរបស់ពួកគេដែលអន្តរជាតិទទួលស្គាល់ប៉ុន្តែកម្ពុជាមិនត្រូវអនុញ្ញាតឲ្យរឿងនេះកើតឡើងនៅលើទឹកដីកម្ពុជាឡើយអញ្ចឹងថៃចង់កសាងអីក៏សាងទៅបើសិនជាកន្លែងនឹងជាទឹកដីរបស់ខ្លួនឯងតែនេះនៅលើទឹកដីកម្ពុជាយើងបែរជាតំបន់ដែលវាវត្តទីបានហ្នឹងមកសាងសង់បែបនេះមួយហ្នឹងគឺមិនបានទេបាទអញ្ចឹងព័ត៌មាននេះមានតែប្រមាណប៉ុណ្ណេះខ្លីរាល់ការអានរបស់ខ្ញុំបាទមានការខ្វះខាតខ្វះចន្លោះដោយប្រការណាមួយបងប្អូនអធិស្ឋានអភ័យទោសហើយបងប្អូនណាដែលមកថ្មីអត់ទាន់បានចុច Subscribe Channel របស់ខ្ញុំបាទក៏សូមជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីជាបន្តរៀងរាល់ថ្ងៃហើយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា